ngày nay tôi mới review vì cả program thì Microsoft Clipchamp để thay này dùng thực countdown đôi khi lại trong năm đôi trong video này để tất cả rồi chập bị đọc ở lịch số hay vì phần phải làm này lột cho vì phần phải mùi về để trong cái lột cho phần phải mùi cho những ai thử bán rồi đi những người cho từ create new project bao nhiêu nó cả project mấy tapi berkat projectថ្មីហើយយើងចូលទៅកាន់ content library ហើយបន្ទាប់មកទៀតកន្លែង search នេះយើងវាយពាក្យថា modern countdown វាមានច្រើនប៉ុន្តែយើងយកដូចក្នុងវីដេអូនេះ countdown animation នេះចឹងយើងចុចនេះក្រុមវាមានច្រើនតែយើងយកមួយនេះមកចុចសញ្ញាបូកនេះទៅពីបានចេះហើយយើងធ្វើការដាក់សុំយើងសុំទៅទីតែការដាក់សុំវាមិនដាក់សុំប្រភេទរូបថតយើងដាក់ photo frame យើងសុំមួយណាដែលស្រឡាញ់មកសុំនេះចឹងយើងទាញស្មើគ្នាទៅនឹងលេខ countdown របស់យើងចឹងឃើញថាវាស្អាតហើយប៉ុន្តែលេខនឹងសុំប៉ុនគ្នាចឹងយើងបរិចសុំយើងឲ្យធំតិចមកទៅពេលយើងបរិចសុំឲ្យធំហើយយើង play មើលអូខេបន្ទាប់មកទៀតយើងធ្វើការដាក់លេខ2025កន្លែងឬក៏យើងដាក់ sky rocket កំជ្រួចមុនក៏បានដែរក្នុងកំជ្រួចយើងអាច search នេះបានប៉ុន្តែវាតម្រូវឲ្យទិញដោយសារតែប្រភេទយើងប្រើ free អញ្ចឹងវាអត់ឲ្យទេអញ្ចឹងយើងចូលទៅកាន់ my media វិញវាមាន file របស់ខ្ញុំខ្ញុំ download ទុកស្រាប់អញ្ចឹងយើង select មួយពីរមកទី1គឺសំឡេងទី2គឺរូបទី1សំឡេងទី2គឺរូប sky rocket កំជ្រួចហ្នឹងហើយយើង open មកទៅមកទៀតយើងធ្វើការដាក់នៅកំជ្រួចរបស់យើងចុចសញ្ញាបូកនេះអញ្ចឹងយើង play មើលចឹងមេរៀនមុនយើងរៀនដល់ហើយអំពីការលុប green screen ចឹងដើម្បីលុបបានយើង select នៅវាហើយយកពាក្យថា effect ទៅ effect ហើយយើងរកពាក្យថា green screen ចូលមកពាក្យ green screen វានឹងលុបដោយស្វ័យវិញចឹងឃើញបាត់ហើយចឹងដល់ពេលយើង play មកបាត់ពេលយើង play មកឃើញកំជ្រួចលូតយើងកំជ្រួចលូតយើងបានកំជ្រួចប៉ុណ្នេះយើងអាចធ្វើការកាត់វាមកដល់ពេលឲ្យលូតលេខ0ហើយយើងចូលឲ្យទុះកំជ្រួចឡើងអញ្ចឹង0ចាំ play នេះចាំទុះទាញវាក្រោយបន្តិចមកទាញបន្តិចមក2 1 0ដុំ play នេះទាញក្រោយទៀតអូខេពេលលេខ0វាទុះអញ្ចឹងយើងអាចកាត់ត្រឹមនេះចូលខាងក្រោយយើងកាត់ចូលទៅប៉ុណ្ណេះបានហើយទៅមើលធ្វើការពង្រីកទៅលើកំជ្រួចរបស់យើងឲ្យធំបន្តិចយើង play ម្ដងទៀតអូខេ3 2 1 0វាត្រូវកាត់ទុះទៅមកទៀតយើងធ្វើការដាក់អក្សរ2025កន្លែងនេះដើម្បីដាក់អក្សរយើងចូលកាន់ text យកមួយណាដែលយើងពេញចិត្តចង់ដាក់មកយកមួយនេះក៏បានអូខេទៅមកយើងមើលអូដល់ត្រឹមលេខ0អូខេលេខ1ទាញត្រឹមលេខ1មកទៅមកទៀតយើងធ្វើការដាក់លេខ2025ឆ្នាំចាស់របស់យើងអាចបន្ថយទំហំបាន50 40វិញទៅទូពេកចឹងយើងដាក់60 50វិញអូខេទៅយើងអាចដាក់ color បានពណ៌ small របស់វាយើងចង់ដាក់ពណ៌អីក៏បានដែរហើយពណ៌អក្សរយើងដាក់ពណ៌នេះទៅអូខេចឹងយើង play ម្ដងទៀតយើងឃើញថាវានៅចំទៅលើ
លេខ countdown របស់យើងអញ្ចឹងវាអត់ស្អាតទេចឹងយើងធ្វើការទាញក្រោមធំពេកចឹងយើងអាចប្រូមមានអូខេចឹងយើងបាន2025ចឹងដល់ពេលយើង play មើលសិនដល់ពេលដែលកាន់ចូលផ្ទុះយើងនឹងដូរវាទៅ2021 210ចាំពីផ្ទុះឲ្យដូរទៅ2026ចឹងយើងធ្វើការ copy វាមកចម្លងទៅលើតិចរបស់យើង control V មកវាផាសមកកន្លែងនេះយើងដាក់2025កន្លែងនេះអស់26វាឆ្លងឆ្នាំហើយចឹងយើងអាចធ្វើការ link style អក្សរយើងទៅពើផ្សេងបានហើយដាក់ពណ៌ក្រហមចឹងពេលដែរឆ្លងឆ្នាំវាដាក់ពើផ្សេងចាំបន្ទាប់ពីយើងដាក់ឆ្លងដល់2021ហើយយើងធ្វើការដាក់សំឡេងយើងបានuploadទុកហើយនៅក្នុងកម្មវិធីនេះក៏មានដែរប៉ុន្តែដោយសារតែយើងប្រើ free ចឹងអាចប្រើបានចឹងយើងយកសំឡេងនេះចូលចឹងសំឡេងនេះដោយសារតែជាប់វីដេអូរបស់គេចឹងយើងធ្វើការលុបគ្រាន់តែចុចលើវាហើយយកធ្វើការដកនៅសំឡេងយកមេរៀនមុនហ្នឹងDepart audio ចុចទៅវាទៅវាធ្វើការ separate វីដេអូនិង sound ផ្សេងគ្នាអញ្ចឹងលុបវីដេអូវាចោលហើយទុកសំឡេងបានហើយអញ្ចឹងគេញមក play ត្រូវនាទីវាកាត់ចោលខ្លះឥឡូវត្រូវហើយចឹង play មើលធ្វើការដូរឆ្នាំ2025ទៅ2026ហើយកម្មជ្រួតវាក៏ផ្ទុះឡើងដូចគ្នាដែរចឹងហើយសម្រាប់ការធ្វើ countdown នៅក្នុងកម្មវិធី Microsoft Clipchamp យើងមានតែប៉ុណ្ណឹង